លបងរួចរាល់នៅសល់តែរឿងលាបពណ៌រួចបានចាប់ផ្ដើមដាក់ទ្វារកញ្ចក់ផ្អួចហើយនឹងដាក់សំណាញ់ការពារមូសឥឡូវជាងកំពុងតែឡើងបៀកខាងលើដបូលចាប់ដើមនៅបៀកអានោះតបៀករួចរាល់អស់បានចាប់ដើមលាបពណ៌ចឹងយូរដែរចូលមកក្នុងមួយខែ3ហ្នឹងហើយជាងឈើកំពុងតែដាក់ទ្វារឈើឲ្យខាត់ប៉ូលីវាអស់លងទ្វារមុខផ្សេងតែគាត់ហាមបៀកឲ្យសល់ទៀតឆ្នាំពីលើបៀករួចរាល់បៀក3ដងបានចាប់ផ្ដើមលាបពណ៌ទុកទឹកឲ្យរួចអស់ហើយដាក់ទ្វារបន្ទប់ទី1ទុកជាងនេះបៀករួចរាល់បានចាប់បានលាបពណ៌ណាចំហៀងដែលសល់តែចំហៀងខាងនឹងមួយទៀតហើយនៅកំពុងតែឡើងបៀកលើដបចឹងប្រហែលជាអាច2-3ថ្ងៃទៀតបៀករួចរាល់អស់បានចាប់ផ្ដើមនេះទុកទឹកនៅខាងក្រៅបៀករួចរាល់អស់ចាប់ផ្ដើមយកថ្នាំជុំវិញផ្ទះបរិវេណមុខផ្ទះទុកដើមមានសងខាងហើយសាបអត់ចាក់ទាំងអស់ទេទុកឲ្យនៅបែបធម្មជាតិ